អ្នកទាំងអស់គ្នាដូចខ្ញុំអត់យើងតែងតែរងចាំឱកាសមាសឱកាសប្រាក់ឬក៏ភូតហេតុធំណាកាត់ឡើងមួយនៅក្នុងជីវិតទៅទើបយើងគិតចង់កែប្រែខ្លួនឯងអញ្ចឹងខ្ញុំជឿជាក់ថាអ្នកទាំងអស់គ្នាមួយចំនួនច្បាស់ជាដូចខ្ញុំដែរតែងតែទន្ទឹងរង់ចាំឬក៏ពជាពេលអីចឹងបាទប៉ុន្តែអ្វីៗទាំងអស់ហ្នឹងវាសុទ្ធសឹងតែការគិតរបស់យើងទេវាមានបានផលប្រយោជន៍ឲ្យយើងទេអញ្ចឹងមិនន័យថាយើងកុំចាំតតែជីវិតរបស់យើងធ្លាប់ច្រកទើបយើងគិតចង់មានការផ្លាស់ប្ដូរលើខ្លួនឯងអញ្ចឹងពេលខ្លះការដែលយើងធ្វើវាបានតិចតួចហ្នឹងវាជាលទ្ធផលល្អប្រសើរច្រើនជាងអ្វីដែលយើងអត់បានធ្វើសោះអញ្ចឹងយើងវាល្អជាងការដែលយើងរងចាំឬក៏ពន្យាពេលអញ្ចឹងហើយប្រធានបទថ្ងៃនេះគឺតកតងនឹងការធ្វើតិចតែទទួលបានលទ្ធផលច្រើននៅក្នុងសង្គមមនុស្សរបស់យើងមានមនុស្សជាច្រើនដែលចំណាយពេលពេញមួយជីវិតរបស់គាត់ហ្នឹងដើម្បីរងចាំឱកាសមាសឬក៏ភូតហេតុណាកើតឡើងដែលអាចកែប្រែជីវិតរបស់គាត់ត្រឹមតែមួយប្រព្រឹត្តភ្នែកឡើងចេញបានអញ្ចឹងពួកយើងភ្លេចថាសំណាងដ៏អស្ចារ្យបំផុតហ្នឹងគឺជាផលបូកនៃទម្លាប់តូចតាចដែលយើងធ្វើវាជារៀងរាល់ថ្ងៃហ្នឹងជីវិតរបស់យើងដែលយើងកំពុងរស់សប្តាហ៍ថ្ងៃហ្នឹងគឺជាលទ្ធផលនៃជំរើសរបស់យើងហ្នឹងកាលពីម្សិលមិញបើសិនបើយើងមិនពេញចិត្តនឹងអ្វីដែលយើងកំពុងតែមានប៉ុន្តែយើងនៅតែបន្តធ្វើវាដដែលតាមទម្លាប់ដដែលនោះលទ្ធផលកាលពីម្សិលមិញនិងថ្ងៃនេះក៏វាដដែលដូចគ្នាវាអត់មានការប្រែប្រួលទេវាអត់មានរីកចម្រើននេះវាកាន់តែថយចុះមកវិញអញ្ចឹងហើយការឈឺចាប់ដែលកើតចេញពីភាពភ្ជាប់ជួនរបស់យើងវាតែងតែស្រាលជាងការឈឺចាប់មួយដែលយើងស្ដាយក្រោយភាពជោគជ័យពិតប្រាកដវាមិនមែនជាការលោតផ្លោះដ៏ធំធេងរបស់យើងទេតែវាគឺជាការបោះជំហានតូចៗ 1% ជារៀងរាល់ថ្ងៃទាំងដែលយើងកំពុងនៅហត់ឬក៏អស់កម្លាំងឬក៏គ្មានកម្លាំងក្នុងការដើរប៉ុន្តែយើងនៅតែដើរវាបានបន្តិចបន្តួចទាំងអស់ហ្នឹងវាជាភាពជោគជ័យរបស់យើងពិតប្រាកដពេលខ្លះយើងទន្ទឹងឬក៏យើងស្រមៃថាតើយើងមានទ្រព្យសម្បត្តិហូរហៀទើបចាត់ទុកថាយើងជាបុគ្គលជោគជ័យវាមិនទាំងស្រុងទាំងអស់នោះទេពេលខ្លះមនុស្សខ្លះគាត់មានទ្រព្យសម្បត្តិហូរហៀប៉ុន្តែគាត់ស្នងវងតកូលពីឪពុកម្ដាយរបស់គាត់ដែលគាត់ឪពុកម្ដាយរបស់គាត់ខិតខំប្រឹងប្រែងទទួលបានទ្រព្យសម្បត្តិច្រើនអញ្ចឹងទៅគាត់ទទួលបានទៅគាត់មានដើមទុនក្នុងការធ្វើអាជីវកម្មឬក៏រកស៊ីអ្វីមួយអញ្ចឹងវាជោគជ័យអញ្ចឹងទៅក៏កំណត់បានថាគាត់ជាបុគ្គលជោគជ័យចុះសម្រាប់យើងជាអ្នកអត់វិញបើយើងចាត់ទុកបែបហ្នឹងថាជាភាពជោគជ័យគឺយើងគ្មានកម្លាំងក្នុងការដើរទៅមុខឬក៏ផ្លាស់ប្ដូរទេអញ្ចឹងហើយខ្ញុំអាចចែករំលែកប្រហែលចំណុចចែកជូនទៅកាន់អ្នកទាំងអស់គ្នាអាចថាវាជាគតិមួយសមស្របឬក៏សមរម្យសម្រាប់អ្នកទាំងអស់គ្នាក្នុងការហាត់រៀនឬក៏ធ្វើឲ្យផ្លូវចិត្តឬក៏ដាស់សតិរបស់យើងឲ្យមានការកែប្រែតិចតួចបាទយើងមិនជ្រើសរើសច្រើនទេយើងជ្រើសរើសតែការកែប្រែតិចតួចប៉ុន្តែធ្វើវាបានជារៀងរាល់ថ្ងៃយើងនឹងទទួលបានលទ្ធផលមួយដែលគួរប្រសើរដែលយើងនឹកស្មានមិនដល់អាចថាធ្វើតិចបានច្រើនអញ្ចឹងបាទចំណុចទី1ហ្នឹងគឺការធ្វើបានតិចជាងអ្វីដែលយើងរំពឹងទុកវារមែងប្រសើរជាងការមិនធ្វើអ្វីសោះអញ្ចឹងបានន័យថាយើងតែងតែកំណត់ខ្លួនឯងហ្នឹងក្នុងការធ្វើអ្វីមួយហ្នឹងឲ្យវាបានច្រើនប៉ុន្តែវាទង្វើជាក់ស្ដែងរបស់យើងវាមិនដូចជាអ្វីដែលយើងរំពឹងទុកទេយើងអាចចាប់ផ្ដើមធ្វើវាដោយបន្តិចម្ដងដូចជាការងើបពីព្រលឹមពេលខ្លះយើងងើបម៉ោង8ហើយយើងកាត់បន្ថយវាងើបម៉ោង7:45ឬក៏40អីចឹងយើងកាត់វាតែ20នាទីចោលឬក៏10នាទីចោលក៏វាជាការជោគជ័យរបស់យើងមួយថ្ងៃដែរមើលសៀវភៅបាទយើងថាហ្នឹងមើលមួយសប្តាហ៍ចាប់មួយក្បាលយើងមិនបាច់កំណត់បែបហ្នឹងទេយើងមើលក្នុងតែមួយថ្ងៃមើលវាតែ2 3សន្លឹកក៏បានក៏វាជាការជោគជ័យរបស់យើងមួយដែរអញ្ចឹងបានន័យថាយើងចាប់ផ្ដើមធ្វើការបន្តិចម្ដងពីពេលហ្នឹងទៅទី2ទម្លាប់ប្រៀបដូចជាអាវុធមុខពីរអញ្ចឹងបើយើងទម្លាប់មិនល្អវានឹងคล้ายទៅជាគ្រឿងរារាំងនៃភាពងាយស្រួលរបស់យើងបើសិនតែយើងទម្លាប់ល្អវិញវានឹងคล้ายទៅជាអ្នកជំនួយឬក៏ជំរុញឲ្យយើងកាន់តែរីកចម្រើនអញ្ចឹងទម្លាប់ហ្នឹងដូចជាថ្នាំពេទ្យទម្លាប់ដូចជាដាវអញ្ចឹងវាអាចសម្រាប់គេក៏អាចសម្រាប់ខ្លួនឯងហើយដូចជាថ្នាំពេទ្យវាអាចព្យាបាលហើយក៏វាអាចធ្វើឲ្យយើងឈឺចាប់បានដូចគ្នាដែរអញ្ចឹងទម្លាប់ដូចគ្នាយើងធ្វើម៉េចគ្រប់គ្រងទម្លាប់របស់យើងឲ្យវាបានល្អយើងជ្រើសរើសទម្លាប់ល្អធ្វើទោះបីជាវាមានផលវិបាកបន្តិចប៉ុន្តែយូរវានឹងធ្លាប់វានឹងជួយធ្វើឲ្យយើងកាន់តែរីកចម្រើនល្អប្រសើរជាងមុនចំណុចទី3បើសិនជាយើងអភិវឌ្ឍខ្លួនត្រឹមតែ1% ក្នុងមួយថ្ងៃអញ្ចឹងនៅក្នុងរយៈពេល1ឆ្នាំលទ្ធផលនឹង
ទទួលបានច្រើនជាងមុនជាង37ដងឯណោះអញ្ចឹងភាពរីកចម្រើនរបស់យើងមិនបាច់កំណត់យកវាមួយថ្ងៃ 100% ទេយើងយកវាមួយថ្ងៃតែ 1% បាទដើម្បីឲ្យអារម្មណ៍របស់យើងហ្នឹងវាទទួលបានថាអូតិចអញ្ចឹងងាយស្រួលធ្វើតែបើយើងកំណត់យក 100% វាច្រើនអញ្ចឹងពិបាកធ្វើដល់អញ្ចឹងយូរយើងនឹងបោះបង់ចោលដោយឯងអញ្ចឹងយើងកំណត់កិច្ចការណាមួយយើងធ្វើវាយកតែ 1% បានហើយនៅក្នុងមួយថ្ងៃអញ្ចឹងបើសិនតែ 1% យើងធ្វើបានជារៀងរាល់ថ្ងៃយើងនឹងទទួលបានច្រើនភាពរីកចម្រើននឹងឃើញហើយនៅពេលដែលយើងសរុបលទ្ធផលម្ដងប៉ុន្តែបើសិនតែយើងកំណត់យកលទ្ធផលក្នុងមួយថ្ងៃនឹងច្រើនភាគរយពេកវាពិបាកធ្វើដល់យូរយើងនឹងបោះបង់ចោលអញ្ចឹងយើងធ្វើវាតិចប៉ុន្តែយើងបានធ្វើវាជារៀងរាល់ថ្ងៃអញ្ចឹងទៅបាទចំណុចទី4ហ្នឹងគឺចំណេះដឹងមួយដែលគួរឲ្យត្រេកអរបំផុតហ្នឹងគឺអារម្មណ៍ដែលយើងទទួលបានហើយឃើញថាខ្លួនឯងហ្នឹងមានការរីកចម្រើនអញ្ចឹងយើងធ្វើត្បិតតែការងាររបស់យើងធ្វើបានតិចតួចមែនប៉ុន្តែយើងមានអារម្មណ៍ថាយើងធ្វើវាបានចប់អញ្ចឹងអារម្មណ៍របស់យើងរីករាយសប្បាយចិត្តអញ្ចឹងយើងចង់វាធ្វើវាទៀតឧទាហរណ៍យើងងើបពីព្រលឹមអញ្ចឹងអូជារៀងរាល់ដងយើងងើបម៉ោង 8 ម៉ោង 4 ប៉ុន្តែលើកនេះយើងងើបមកបានម៉ោង 7 7:45 7:50អីចឹងយើងមានអារម្មណ៍ថាយើងផ្លាស់ប្ដូរបាន 4-10 នាទីដែរអញ្ចឹងវាធ្វើអារម្មណ៍របស់យើងសប្បាយចិត្តលើកថ្ងៃស្អែកមកយើងងើបម៉ោង 7 កន្លះអីចឹងតែយើងធ្វើវាបាន 10 នាទីទៀតអញ្ចឹងវាកាន់តែសប្បាយចិត្តយើងអានសៀវភៅឬក៏យើងធ្វើកិច្ចការជាធម្មតាមួយថ្ងៃរបស់យើង 8 ម៉ោងធ្វើកិច្ចការងារអីគេអត់ចប់ទេអត់ចប់មួយអញ្ចឹងបាទលើកនេះយើងអាចក្នុងការងារ10យើងអាចជ្រើសរើសមួយមកធ្វើវាបានចប់អញ្ចឹងក៏វាជាលទ្ធផលនៃការប្រឹងប្រែងរបស់យើងមួយដែរជាជាងយើងសរុបធ្វើវាទាំង10ប៉ុន្តែអត់ចប់ទាំង10តែនេះ10យើងជ្រើសរើសយកមួយមកធ្វើតែមួយនឹងបានចប់អញ្ចឹងវាសល់តែ9ទេវាល្អប្រសើរជាងអា10ដែលយើងជ្រើសរើសយកមកទាំងអស់តែធ្វើវាអត់ចប់ទាំងអស់អញ្ចឹងលទ្ធផលគឺ0ទាំងអស់ដូចគ្នាអញ្ចឹងយើងផ្លាស់ប្ដូរអារម្មណ៍របស់យើងបែបហ្នឹងអញ្ចឹងចំណុចទី5គឺការគ្រប់គ្រងខ្លួនឯងអញ្ចឹងការគ្រប់គ្រងខ្លួនឯងគឺវាពិតជាពិបាកខ្លាំងមែនទែនជាពិសេសគឺអារម្មណ៍ខ្ជិលច្រអូសរបស់យើងហ្នឹងគឺវាពិបាកគ្រប់គ្រងមែនព្រោះជាអារម្មណ៍ដែលសុខស្រួលអញ្ចឹងមនុស្សដែលអាចគ្រប់គ្រងខ្លួនឯងបានមិនមែនជាមនុស្សធម្មតាទេប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាអត់អាចធ្វើបានទេទាំងយើងទាំងគេគឺអាចធ្វើបានដូចគ្នាឲ្យតែយើងព្យាយាមយកចិត្តទុកដាក់ទៅលើខ្លួនឯងអញ្ចឹងការគ្រប់គ្រងគឺវាមានយុទ្ធសាស្ត្រច្រើនប៉ុន្តែខ្ញុំសេចក្ដីឲ្យអ្នកទាំងអស់គ្នាគិតជាយុទ្ធសាស្ត្ររយៈពេលខ្លីមួយបាទមិនមែនយើងកំណត់យករយៈពេលវែងណារយៈពេលខ្លីអាចថាយើងអាចរៀនទប់ភាពខ្ជិលច្រអូសរបស់យើងខ្លះអញ្ចឹងទៅឧទាហរណ៍យើងមានអារម្មណ៍ថាខ្ជិលយើងអាចទុកការងារចេញសិនហើយយើងដើរលំហែបន្តិចមកយើងមានអារម្មណ៍ថាលេងធុញលេងខ្ជិលហើយអញ្ចឹងយើងអាចមកធ្វើវាសាថ្មីបានឧទាហរណ៍ថាអ្នកនរគ្នាអានសៀវភៅ 3-4 សន្លឹកមានអារម្មណ៍ថាធុញយើងបិទទុកសិនយើងអាចស្ដាប់ចម្រៀងឬក៏ស្ដាប់ភ្លេងឬក៏មើលទេសភាពបន្តិចបាទប៉ុន្តែយើងកុំអូសទូរស័ព្ទបាទយើងមើលនេះមើលនោះហើយយើងអាចមានអារម្មណ៍ផ្លាស់ប្ដូរពីធុញមកស្រស់ស្រាយវិញយើងអាចមកអានបន្តបានឃើញយើងផ្លាស់ប្ដូរតែបន្តិចតែវាទទួលបានផលអញ្ចឹងចំណុចទី6ការផ្លាស់ប្ដូរមាន3កម្រិតមានដូចជាកម្រិតលទ្ធផលកម្រិតដំណើរការនិងកម្រិតអត្តសញ្ញាណអញ្ចឹងកម្រិតលទ្ធផលវាកើតមកពីសកម្មភាពរបស់យើងដំណើរការនៃសកម្មភាពរបស់យើងនៅពេលដែលយើងបានធ្វើលទ្ធផលវានឹងចេញមកថាល្អមិនល្អអាក្រក់មិនអាក្រក់អីចឹងទៅបាទហើយអត្តសញ្ញាណគឺខ្លួនយើងជាអ្នកចេញតែខ្លួនទៅធ្វើអញ្ចឹងមិនមែនថាយើងចេះតែនិយាយឬក៏យើងបាទដាក់តែគោលដៅចោលអត់ធ្វើអញ្ចឹងវាបូកផ្សំគ្នានឹងឯងខ្លួនយើងបូកជាមួយនឹងសកម្មភាពរបស់ខ្លួនយើងហើយលទ្ធផលខ្លួនយើងវានឹងចេញមកបាទខ្លីៗចំណុចទី7ហ្នឹងគឺយើងត្រូវផ្ដល់សារៈសំខាន់លើដំណើរការអញ្ចឹងបានន័យថាដំណើរការហ្នឹងគឺយើងត្រូវចេះកំណត់គោលដៅនៃការធ្វើរបស់យើងឲ្យបានច្រើនជាងមុនអញ្ចឹងបាទជាធម្មតាយើងអត់បានកំណត់ទេចង់ធ្វើអីធ្វើនឹងទៅប៉ុន្តែឥឡូវយើងបដូរជាការកំណត់វិញយើងកំណត់ថាយើងត្រូវធ្វើអីហើយក្នុងកម្រិតបែបណាប៉ុន្មានអីចឹងទៅបាទអញ្ចឹងយើងកំណត់វាមកដើម្បីយើងងាយស្រួលដឹងថាយើងងើបមកត្រូវធ្វើអីចំណុចទី8ទម្លាប់វាប្រៀបបីដូចជាការសន្សំបូកការប្រាក់អញ្ចឹងឯងបាទអញ្ចឹងទម្លាប់របស់យើងហ្នឹងគឺបានមកពីការអភិវឌ្ឍរបស់ខ្លួនយើងបន្តិចម្ដងហ្នឹងអញ្ចឹងវាដូចជាការសន្សំលុយនៅក្នុងធនាគារអញ្ចឹងបាទយើងដាក់លុយទៅយើងទទួលបានការប្រាក់ឧទាហរណ៍យើងដាក់ 1000 យើងទទួលបានការប្រាក់$5ឬក៏$3 $2ទៅតាមអត្រាការប្រាក់នៃធនាគាររបស់គេយើងឃើញលុយរបស់យើងលើ 1000 ប៉ុន្តែយើងបានតិចតួចមែនទែនប៉ុន្តែនៅពេលដែលយើងដាក់វាបានច្រើនហើយវាបានយូរថ្ងៃយូរឆ្នាំអាការប្រាក់នោះក៏
ផ្លេចៗក៏វាទទួលបានច្រើនដូចគ្នាដែរទៅតាមហ្នឹងអាហ្នឹងវាទម្លាប់នៃការធ្វើរបស់យើងទិញហ្នឹងវាដូចជាការសន្សំលុយនៅក្នុងធនាគារអញ្ចឹងឯងម្ដងទិញម្ដងបន្តិចតែនៅពេលយើងសរុបលទ្ធផលគឺយើងទទួលបានច្រើនទៅតាមហ្នឹងដូចគ្នាដែរហើយយើងត្រូវចេះរៀនសន្សំសកម្មភាពនៃទម្លាប់របស់យើងបាទចំណុចទី9គឺការរៀនសូត្រដែលមានប្រសិទ្ធភាពល្អបំផុតហ្នឹងគឺការចោះអនុវត្តជាក់ស្ដែងមិនមែនគ្រាន់តែរៀបចំផែនការឲ្យទុកចោលទេអញ្ចឹងនៅពេលដែលយើងរៀបចំផែនការគឺវាអត់ស្មើនឹងការអនុវត្តជាក់ស្ដែងទេការអនុវត្តជាក់ស្ដែងគឺវាមានប្រសិទ្ធភាពច្រើនជាងយើងរៀបចំផែនការរៀបចំផែនការជីវិតវាល្អទៅហើយប៉ុន្តែបើរៀបចំមិនធ្វើសោះមិនអនុវត្តសោះវាទៅជាអាក្រក់វិញចេះរៀបតែមិនចេះធ្វើចេះរៀបតែខ្ជិលធ្វើអញ្ចឹងវាប្រៀបបីដូចជារឿងអត់ប្រយោជន៍មួយវាខាតពេលក្នុងការរៀបអញ្ចឹងបាទអញ្ចឹងអ្វីដែលល្អគឺចុះអនុវត្តជាក់ស្ដែងចង់ធ្វើអីគឺចាប់ផ្ដើមធ្វើវាកុំរងចាំកុំពញាពេលចំណុចទី10នៅពេលដែលយើងហ្វឹកហាត់រហូតខ្លះទៅជាទម្លាប់ហើយយើងនឹងទទួលដឹងថារឿងរ៉ាវផ្សេងៗទៀតហ្នឹងគឺយើងអាចធ្វើវាបានដោយស្វ័យប្រវត្តិដែរដែលមិនចាំបាច់ចំណាយពេលគិតច្រើនអីទេព្រោះអីអាទម្លាប់ហ្នឹងវាបរៀនយើងឲ្យចេះធ្វើការងារអញ្ចឹងបាទអញ្ចឹងយើងលេងខ្វាយខ្វល់យើងលេងគិតថាគួរធ្វើមិនគួរធ្វើទៀតដែរព្រោះទម្លាប់ហ្នឹងវាបរៀនឲ្យយើងចេះធ្វើការងារតែម្ដងបាទចំណុចបន្ទាប់ហ្នឹងនៅពេលដែលយើងចាប់ផ្ដើមបង្កើតទម្លាប់ថ្មីចូលយើងធ្វើឲ្យទម្លាប់ហ្នឹងទៅជារឿងសាមញ្ញបំផុតដែលយើងអាចជ្រើសរើសឲ្យធ្វើវាបានអញ្ចឹងដែលវាអាចឲ្យយើងអនុវត្តបាននៅក្នុងរយៈពេលត្រឹមតែ1នាទី2នាទីបានជាឧទាហរណ៍ខ្លីៗមួយទម្លាប់របស់ខ្ញុំជាធម្មតាខ្ញុំចូលចិត្តញ៉ាំកាហ្វេតកអញ្ចឹងអាយឡាតេអញ្ចឹងបាទប៉ុន្តែចៃដន្យអីនៅផ្ទះវាមានកាហ្វេកញ្ចប់ដែរអញ្ចឹងបើសិនតែញ៉ាំអាយឡាតេវាអស់ 5,000 ទៅ 6,000 បើញ៉ាំកាហ្វេកញ្ចប់មានស្រាប់បើថាចំណាយលុយអស់តែ 500 ទេអញ្ចឹងវាអាចឲ្យយើងកំណត់ជ្រើសរើសបានថាយើងចង់សេវលុយឬក៏អត់អញ្ចឹងវាក្នុងរយៈពេលខ្លីអញ្ចឹងយើងថាបើញ៉ាំវាអត់តកមែនតែយើងញ៉ាំមកក្តៅហ្នឹងតែញ៉ាំហើយអញ្ចឹងយើងអត់ទៅឃ្លានអាយឡាតេអីទៀតទេអញ្ចឹងយើងអាចជ្រើសរើសញ៉ាំកាហ្វេកញ្ចប់បានអញ្ចឹងភ្លាមហ្នឹងខ្ញុំបដូរទស្សនៈភ្លាមក្នុងរយៈពេល1នាទី2នាទីនេះគឺញ៉ាំកាហ្វេអញ្ចឹងទៅញ៉ាំមកកាហ្វេកញ្ចប់អញ្ចឹងដល់ពេលញ៉ាំហើយចប់ហើយអញ្ចឹងអាយឡាតេហ្នឹងក៏លេងឃ្លានទៀតអញ្ចឹងអ្នកនរគ្នាសុខចំពោះនៅក្នុងការងារបច្ចុប្បន្នរបស់យើងហ្នឹងយើងអាចកំណត់វាបានថាការងារណាវាជាជម្រើសដែលយើងអាចជ្រើសរើសវាបានក្នុង1នាទី2នាទីហើយវាមានការផ្លាស់ប្ដូរផ្នត់គំនិតរបស់យើងបានអញ្ចឹងផ្លាស់ប្ដូរទម្លាប់ដែលយើងជួយចាយលុយច្រើនបែរមកចាយលុយតិចហើយវាធ្វើឲ្យចំណង់នៃការឃ្លានរបស់យើងនឹងវាបាត់ដែរអញ្ចឹងអានោះក៏វាជារឿងល្អមួយវាជាការផ្លាស់ប្ដូររបស់យើងមួយដែរអញ្ចឹងកាលណាដែលយើងបង្កើតទម្លាប់ថ្មីអញ្ចឹងយើងធ្វើវាឲ្យសាមញ្ញឲ្យងាយស្រួលយើងគិតវាឲ្យសាមញ្ញឲ្យងាយស្រួលទៅស្រួលក្នុងការយើងចេញខ្លួនទៅអនុវត្តហើយចំណុចចុងក្រោយហ្នឹងយើងកុំផ្ដោតទៅលើលទ្ធផលចុងក្រោយប៉ុន្តែយើងត្រូវផ្ដោតទៅលើការកសាងអត្តសញ្ញាណថ្មីរបស់យើងវិញដែលអាចធ្វើឲ្យយើងក្លាយទៅជាមនុស្សដែលស័ក្តិសមនឹងទទួលបាននៅលទ្ធផលនោះអញ្ចឹងបាទអញ្ចឹងចំណុចនេះវាជារឿងសំខាន់កាលណាដែលយើងផ្ដោតទៅលើលទ្ធផលចុងក្រោយគឺវាមិនសូវជាមានប្រសិទ្ធភាពហើយក៏ធ្វើវាមិនបានយូរដែរឧទាហរណ៍ជាក់ស្ដែងថាយើងគិតការផ្លាស់ប្ដូរទម្លាប់របស់យើង 1% នៅក្នុងមួយថ្ងៃអញ្ចឹងយើងគិតទៅ1ហើយនឹង100 1ច្បាស់ជាតិចបើមិនតែយើងសរុបភ្លាម1ហ្នឹងគឺតិចមែនទែនប៉ុន្តែបើមិនតែយើងសរុបជាឆ្នាំ1ហ្នឹងវាបានច្រើនត្រង់ច្រើនលើសអ្វីដែលយើងអត់បានធ្វើសោះអញ្ចឹងអាហ្នឹងគឺយើងសរុបបែបហ្នឹងតែបើមិនតែយើងធ្វើមួយថ្ងៃសរុបមួយថ្ងៃវាអត់សូវជាបានឃើញផលច្រើនទេអញ្ចឹងហើយយើងផ្ដោតទៅលើអ្វីដែលយើងអាចធ្វើវាបាន1%ហ្នឹងបានអត់នៅក្នុងមួយថ្ងៃជាងយើងសរុបថាអូមួយថ្ងៃធ្វើបានតែ1ហ្នឹងកុំគិតអញ្ចឹងយើងត្រូវគិតថាអូមួយថ្ងៃធ្វើបាន1ដែរអញ្ចឹងអានេះវាជាអត្តសញ្ញាណនៃយើងស័ក្តិសមដែលយើងអាចធ្វើវាបានអញ្ចឹងអាចទួបាននៅលទ្ធផលដែលយើងអាចជំនះវាបាន1ក្នុងមួយថ្ងៃវាល្អប្រសើរជាជាងយើងធ្វើមួយថ្ងៃ 100% តែយើងអត់ធ្វើសោះអានោះមួយណាចំណេញយើងសុខចិត្តយកអាមួយដែលយើងអាចធ្វើវាបានជាងយើងដាក់គោលដៅ 100 តែអត់បានធ្វើសោះអានោះវាខានអញ្ចឹងហើយយើងកុំសូវផ្ដោតទៅលើលទ្ធផលចុងក្រោយពេកយើងត្រូវផ្ដោតទៅលើភាពបច្ចុប្បន្នភាពរបស់យើងតើធ្វើបានមិនបានតិចឬក៏ច្រើនអាស្រ័យទៅលើការដែលយើងធ្វើបានតិចយើងទទួលយកតិចតែបានធ្វើជាងយើងចង់ធ្វើច្រើនតែអត់បានធ្វើអញ្ចឹងវាខាតប្រយោជន៍របស់យើងអញ្ចឹងសរុបមកអាការងារតិចតួចរបស់យើងហ្នឹងគឺវាជះឥទ្ធិពលខ្លាំងមែនទែនហើយយើងក៏ទទួលបានផលច្រើនមកវិញមកកាន់យើងដែរអញ្ចឹងហើយដែលខ្ញុំឲ្យប្រធានបទថាធ្វើតិចបានច្រើនធ្វើតិចបានច្រើននោះបានច្រើនជាងអត់ធ្វើអញ្ចឹងសរុបទៅធ្វើតិចទៅបាទកុំបខំខ្លួនឯងផ្លាស់ប្ដូរខ្លួនឯងទាំងស្រុងវាគ្មានសំណាងឬក៏ពុទ្ធហេតុណាធ្វើការផ្លាស់ប្ដូរយើងបានទេមានតែខ្លួនយើងចាប់ផ្ដើមផ្លាស់ប្ដូរខ្លួនឯងបន្តិចម្ដងអត់មានលក្ខខណ្ឌល្អប្រសើរជាងមុនតែប៉ុណ្ណោះទៅវាជារឿងដែលល្អបំផុតសម្រាប់ជីវិតរបស់យើងអរគុណអ្នកនរគ្នា